បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះមកជួបនឹងលោកគ្រូទៀតហើយនៅក្នុងវីដេអូថ្មីហើយក្នុងវីដេអូនេះគឺយើងទៅរៀនដោះស្រាយចំណោទទាំងអស់គ្នាណានៅក្នុងទំព័រទី69បាទអញ្ចឹងយើងចូលមកចំណោទយើងទាំងអស់គ្នាអញ្ចឹងដំបូងយើងកណនីចំណោទទី1សិនណាអនុវត្តចំណោទទី1សិនបាទអញ្ចឹងក្នុងចំណោទទី1នេះគេថាក្នុងមួយថ្ងៃពូសំលើកទំនប់បាន7/8 ម៉ែត្ររីឯមីងសានលើកទំនប់បាន8/16 ម៉ែត្រតើទាំងពីរនាក់លើកទំនប់ក្នុងមួយថ្ងៃបានប្រមាណម៉ែត្របាទអញ្ចឹងក្នុងចំណោទនេះគេនិយាយនេះណាគេនិយាយអំពីពូសំគាត់លើកទំនប់បាន7/8 ម៉ែត្រហើយមីងសានលើកទំនប់បាន8/16 ម៉ែត្របាទអញ្ចឹងក្នុងចំណោទរបស់យើងនេះគេរកប្រវែងទំនប់ដែលអ្នកទាំងពីរលើកបានបាទអញ្ចឹងយើងហៅប្រវែងទំនប់អ្នកទាំងពីរលើកបានមកអញ្ចឹងយើងយករបស់អ្នកពូសំណាពូសំមាន7/8 ម៉ែត្របាទ7/8 ម៉ែត្របូក8/16 ម៉ែត្រអញ្ចឹងយើងយកប្រវែងរបស់ពូសំហើយនិងប្រវែងរបស់មីសាហ្នឹងបូកចូលគ្នាតើអញ្ចឹងអាហ្នឹងយើងចូលដល់បូកវិភាគនិងវិភាគបាទអញ្ចឹងបូកវិភាគនិងវិភាគនេះគឺយើងរៀនរួចហើយណារៀនរួចហើយអញ្ចឹងយើងអត់ពិបាកទេយើងអាចបូកបានហើយអញ្ចឹងយើងយកមក7/8បូក8/15 16បាទអញ្ចឹង8/16អញ្ចឹងស្មើបានអញ្ចឹងមុននឹងបូកនេះប្រភេទណាភាពមានភាពបែងខុសគ្នាអញ្ចឹងបើភាពបែងខុសគ្នាយើងបូកអត់ទាន់បានទេយើងត្រូវតែតម្រូវភាពបែងឲ្យដូចគ្នាសិនអញ្ចឹងតម្រូវនេះយើងហៅភាពបែងរួមវាមកភាពបែងរួមវាគឺ15 1បាទភាពបែងរួម16អញ្ចឹងមកភាពបែងរួម16យើងត្រូវតម្រូវនេះប្រភេទទី1ណា8យើងគុណមកវាបាន16បាទ8គុណនឹង2អញ្ចឹង7ហ្នឹងក៏យើងត្រូវគុណនឹង2ដែរអញ្ចឹងយើងគុណមក7 2ដងបាន14បាទអញ្ចឹងយើងបាន14/16បូកអញ្ចឹង8/16នេះយើងអត់ពិបាកតម្រូវទៀតទេដោយសារវាមានភាពបែង16ស្រាប់ហើយអញ្ចឹងយើងសរសេរមកអញ្ចឹងបាន8/16អញ្ចឹងយើងមានភាពបែងដូចគ្នាយើងអាចបូកបានហើយណាបូកបានហើយអញ្ចឹងយើងយកមកភាគយកបូកភាគយកវាបែងនៅដល់ដែរអញ្ចឹងយើងបូកដល់ភាគយកទេអញ្ចឹង18 sorry ណា14បូក8អញ្ចឹង14បូក8បានប៉ុន្មាន20បាទ22អញ្ចឹងយើងមក22/15 16បាទអញ្ចឹងប្រវែងដែលអ្នកទាំងពីរលើកបានហ្នឹងគឺស្មើនឹង22/16 ម៉ែត្របាទ22/16 ម៉ែត្របាទអញ្ចឹងយើងមើលចម្លើយរបស់យើងណាឃើញ22/16អញ្ចឹងវិភាគយើងនេះគឺអាចសម្រួលបានណាអញ្ចឹងសម្រួល2អញ្ចឹងបើយើងសម្រួល2យើងបាន22យើងសម្រួល2មកបានចែក2បាន11អញ្ចឹងបាន11ភាគអញ្ចឹង16យើងសម្រួល2បាន8បាទអញ្ចឹងបាន11/8អញ្ចឹងចម្លើយរបស់យើងគឺស្មើនឹង11/8 ម៉ែត្របាទអញ្ចឹងយើងឃើញចម្លើយប៉ុណ្ណឹងហើយយើងដាក់យ៉ាងម៉េចទៀតបាទយើងដាក់ឆ្លើយថាណាក្នុងចម្លើយវាមានឆ្លើយថាចុងក្រោយអញ្ចឹងឆ្លើយថាបាទអញ្ចឹងយើងឆ្លើយថាមកនេះប្រវែងទំនប់ដែលអ្នកទាំងពីរលើកបានគឺបាទគឺ11/8 ម៉ែត្របាទអញ្ចឹងចម្លើយរបស់យើងគឺក្នុងចម្លើយរបស់យើងណាចម្លើយទី1ចម្លើយយើងគឺឃើញ11/8 ម៉ែត្របាទអញ្ចឹងឥឡូវចូលដល់ចំណោទទី2របស់យើងទៀតណាអញ្ចឹងក្នុងចំណោទទី2គេថាបូណាប្រើសាប៊ូបោកខោអាវអស់1/2 គីឡូក្រាមរីឯនារីហ្នឹងប្រើសាប៊ូអស់4/8 គីឡូក្រាមអញ្ចឹងថាតើអ្នកទាំងពីរប្រើសាប៊ូអស់ប៉ុន្មានគីឡូក្រាមបាទអញ្ចឹងក្នុងចំណោទរបស់យើងគឺយើងរកនេះសាប៊ូដែលអ្នកទាំងពីរប្រើអស់អញ្ចឹងរកសាប៊ូដែលអ្នកទាំងពីរប្រើអស់គឺយើងយកនេះរបស់បូណាណារបស់បូណា 1/2 ហើយរបស់នារីហ្នឹង 4/8 អញ្ចឹងយកពីហ្នឹងមកបូកចូលគ្នានេះយើងឃើញថាអ្នកទាំងពីរប្រើអស់ប្រហែលហើយអញ្ចឹងយើងដាក់មកខាងរបៀបច្រើនណាយើងរកសាប៊ូដែលអ្នកទាំងពីរប្រើអស់អញ្ចឹងសាប៊ូដែលអ្នកទាំងពីរប្រើអស់មាននេះ 1/2 បាទ 1/2 បូក 4/8 បាទបូក 4/8 អញ្ចឹងឥឡូវយើងគិតខាងប្រមាណវិធីណាមក1/2 បូក 4/8 អញ្ចឹងយើងបូកភាគដែលមានភាពបែងខុសគ្នាណាយើងហៅភាពបែង
រួមវាដើម្បីតម្រូវភាពបែបដូចគ្នាអញ្ចឹងភាពបែបរួមវាគឺ8អញ្ចឹង8 2ត្រូវគុណនឹង4ណា1ក៏គុណនឹង4ដែរអញ្ចឹងយើងគុណមក1 4ដង4បាទ4ភាគ8បូកអញ្ចឹង4ភាគ8ភាគបែងវា8ស្រាយើងអត់វាក់តម្រូវអីទៀតទេអញ្ចឹងយើងសេមក4ភាគ8បាទអញ្ចឹងយើងបូកអាចបូកបានហើយភាគបែងដូចគ្នាអីយើងបូកមក4មក4មិនមែន8បាទ4មក4 5 8អញ្ចឹងបាន8ភាគ5 8អញ្ចឹង8ភាគ8យើងអាចស្រួលវាទៅបាន1បាទស្មើ1អញ្ចឹងមកថា1ភាគ2បូក4ភាគ8ស្មើ1អញ្ចឹង1ហ្នឹងគឺ1គីឡូបាទគេគិតជាគីឡូក្រូក្រាម9គិតជាគីឡូអញ្ចឹងស្មើ1គីឡូក្រាមអញ្ចឹងយើងអាចដាក់ឆ្លើយថាបានណាឆ្លើយថាអ្នកទាំងពីរបាទអ្នកទាំងពីរប្រើសាប៊ូអស់គេអាចដាក់មកតែម្ដងមក1គីឡូក្រាមបាទអញ្ចឹងខ្ញុំឡើយចំណោទទី2របស់យើងគឺស្មើនឹង1គីឡូក្រាម